ពីដំបងឡើយគឺនាងខ្ញុំចុះទៅផ្សព្វផ្សាយនៅតាមសហគមន៍ជួបប្រជាពលរដ្ឋគឺបានផ្សព្វផ្សាយតែពីរឿងសុខភាពអនាម័យពាក់ព័ន្ធទៅនឹងកុមារកំព្រាប៉ុន្តែដល់ពេលដែលនាងខ្ញុំបានទទួលបទពិសោធន៍ក៏ដូចជាចំណេះដឹងពីគម្រោងអង្គការសម្ព័ន្ធចាប់ដៃមកគឺនាងខ្ញុំបានជ្រៀតចូលបន្ថែមនូវសកម្មភាពអ្វីដែលថ្មីពីការជួញដូរពីការកេងប្រវ័ញ្ចជាពិសេសគឺចាប់អារម្មណ៍ខ្លាំងជាងគេគឺកេងប្រវ័ញ្ចតាមអនឡាញតែម្ដងពីមុនយើងអត់សូវដឹងយើងអត់បានសូវផ្សព្វផ្សាយនៅពេលដែលយើងបានដឹងគឺយើងបានផ្សព្វផ្សាយទៅក្រុមគ្រួសារគោលដៅហើយនឹងមេភូមិទាំង33ភូមិនៅក្នុងឃុំក្រែកយើងបន្ថែមទៀតហើយក្រុមគ្រួសារគោលដៅនោះនៅក្នុងភូមិនោះក៏គាត់មានអ្នកចំណាក់ស្រុកតែនៅពេលដែលយើងបានផ្សព្វផ្សាយទៅក៏គាត់មានរៀងការកាត់បន្ថយហើយទោះជាគាត់ទៅចំណាក់ស្រុកក៏គាត់មានការរាយការណ៍ជូនមកអាជ្ញាធរដែរពីមុនគាត់អត់ដែររាយការណ៍តែគាត់ចង់ចេញគាត់ចង់ចូលហើយគាត់មានចម្ងល់អីក៏គាត់អត់មានតាក់តងសួរមេភូមិឬក៏អាជ្ញាធរផ្សេងទៀតដូចជាឃុំឬក៏ប៉ុស្តិ៍អីដែរប៉ុន្តែបន្ទាប់ពីគាត់បានទទួលព័ត៌មានពីការផ្សព្វផ្សាយរបស់នាងខ្ញុំក៏ដូចជាអង្គការសម្ព័ន្ធចាប់ដៃទៅគឺគាត់មានចម្ងល់ជាច្រើនចង់សួរអញ្ចឹងទៅថាបើសិនជាគាត់ទៅគាត់ត្រូវធ្វើបែបម៉េចតាក់តងបែបម៉េចហើយបើសិនជាមានជនមិនស្គាល់ឬក៏គាត់អីអញ្ចឹងគាត់ចង់ធ្វើបែបម៉េចដើម្បីឲ្យមានការងាយស្រួលសម្រាប់គាត់អញ្ចឹងអ្នកគ្រូធ្វើឲ្យនាងខ្ញុំមានភាពក្លាហានជាងមុនអាចឈរអាចនិយាយនៅមុខកូនសិស្សអាចណែនាំអាចផ្សព្វផ្សាយអាចចែកចំណេះដឹងទៅដល់សិស្សបន្ថែមទៀតក្រៅពីមេរៀនដែលធ្លាប់តែបង្រៀនដល់ពេលខ្ញុំបានមករៀនជាមួយនឹងអង្គការសម្ព័ន្ធចាប់ដៃទៅខ្ញុំយល់ដឹងដល់ពេលហ្នឹងខ្ញុំដឹងល្បិចយន្តល្មើសតែខ្ញុំអត់ចាញ់បោកទេធ្លាប់ជួបគេឆាតមកដូចថាឲ្យយើងបង្ហាញរូបតែខ្ញុំមកលុកចោលពេលដែលមានជនបោកប្រាស់មកបោកប្រាស់តាមប្រព័ន្ធអនឡាញខ្ញុំបានការពារខ្លួនដោយស៊ើបប្រវត្តិគាត់ឲ្យច្បាស់សិនមុននឹងទទួលនៅអ្វីដែលគាត់ឲ្យខ្ញុំធ្វើហើយមួយទៀតការជួញដូរមនុស្សខ្ញុំមើលទៅលើអត្តចរិតមនុស្សណាដែលគាត់លក្ខណៈថាអត់ដែលស្គាល់ខ្ញុំពីមុនមកប៉ុន្តែគាត់ខំព្យាយាមតាមខ្ញុំនិយាយលួងលោមទៅនេះទៅនោះអីឲ្យលុយខ្ញុំហុចនេះហុចនោះតាមអ្វីដែលគាត់មានអញ្ចឹងខ្ញុំអាចការពារខ្លួនពីចំណុចប៉ុណ្ណឹងបានគ្រូសំខាន់អ្នកគ្រូព្រោះអីយើងចែកម្លែកឲ្យយល់ដឹងដែរដើម្បីលុបបំបាត់ពើហិង្សាឬក៏រំលោភបំពានផ្លូវភេទហើយនឹងចំណាក់ស្រុកនឹងឲ្យគេយល់ដឹងចេះទៅគេអាចយកពីខ្ញុំឬក៏យកពីពួកម៉ាក់មិត្តភ័ក្ដិខ្ញុំនឹងទៅប្រាប់តទៀតបានតែយ៉ាងសុវត្ថិភាពនៅក្នុងសង្គមនឹងអាចលុបបំបាត់បានដែរអញ្ចឹងអ្នកគ្រូអរគុណចំពោះអង្គការចាប់ដៃដែលបានចូលរួមមកផ្សព្វផ្សាយនឹងធ្វើឲ្យសហគមន៍របស់ខ្ញុំហ្នឹងគឺកាន់តែល្អប្រសើរធ្វើឲ្យប្រជាពលរដ្ឋហ្នឹងគឺគាត់មានការយល់ដឹងបានច្រើនតែតាំងពីមានអង្គការសម្ព័ន្ធចាប់ដៃខ្ញុំបានផ្សព្វផ្សាយដល់សហគមន៍នាងខ្ញុំបើសិនមានបញ្ហាជនរងគ្រោះសូមឲ្យគាត់តាក់ទងមកមេភូមិមកឃុំឬក៏មកនាងខ្ញុំផ្ទាល់ក៏បានហើយខ្ញុំនឹងតាក់ទងទៅស្រុកឬក៏ទៅអង្គការដើម្បីឲ្យជួយគាត់ឲ្យទាន់ពេលវេលាខ្ញុំនឹងរាយការណ៍ទៅខាងអាជ្ញាធរមេភូមិឬក៏មេឃុំមានលេខទូរស័ព្ទអ្នកជាបង្គោលខ្ញុំនឹងក្លាហានខ្ញុំអត់ខ្លាចទេព្រោះបើកាលណាតែខ្ញុំអត់ហ៊ានរាយការណ៍ថ្ងៃហ្នឹងវាគម្រាមបានចុះថ្ងៃក្រោយវានៅតែគម្រាមយើងរហូតបើយើងរាយការណ៍អាហ្នឹងរឿងវាឆាប់ចប់ខ្ញុំចង់ថែមអីប៉ុន្តែខ្ញុំគ្រាន់ចង់ប្រាប់ទៅនៅទាំងអស់គ្នាថាត្រូវចេះប្រយ័ត្នខ្លួនហើយត្រូវយល់ដឹងពីការបោកប្រាស់ណាមួយដែលធ្វើឲ្យយើងលងខ្លួនទៅតាមពួកគេខ្ញុំបានយកទៅផ្សព្វផ្សាយជាមួយនឹងមិត្តភ័ក្តិក្រុមគ្រួសារឬក៏មនុស្សក្នុងសង្គមផ្សេងទៀតតាមដែលអាចប្រាប់បានវាមានសារៈប្រយោជន៍ព្រោះអីឲ្យយើងការពារពីជនបង្កណាដែលចង់រំលោភបំពានលើផ្លូវភេទយើងរំលោភបំពានតាមប្រព័ន្ធអនឡាញអាចការពារយើងបានច្រើនទៅលើអ្វីដែលជនបង្កធ្វើមកលើយើង